ស្ដាប់ប្រាប់មិនតាមបើមិនបុកទៅជារឿងចម្លែកស្វ័យរៀងយើងនឹងព្រឹកឡើងមិនទាន់ដឹងអីទេបងប្អូនករណីចរាចរណ៍បិទភ្នែកមួយស្លាប់មួយទាំងព្រឹកនៅខាងលិចហាងម៉ូតូកៅរឌីដីប្រហែលជាបាទ1គីឡូបងប្អូនបាទដីប្រហែលជា1គីឡូបងប្អូននេះបាទព្រឹកឡើងបើកភ្នែកមិនទាន់ទេបងប្អូនហើយបាទងើបឡើងទាំងអស់គ្នាងើបឡើងដុតភ្លើងច្បើងអាំងហើយយល់ដឹងពីតម្លៃនៃច្បាប់ចរាចរណ៍កុំងើបឡើងហើយកាន់តែទូរស័ព្ទស្ដាប់ហើយមិនធ្វើតាមនេះបងប្អូនបាទហើយសូមបងមន្ត្រីមានសមត្ថកិច្ចខាងស្រុកស្វាយទៀបទៀតណាបាទផែនចរាចរណ៍សូមមេត្តាងើបឡើងក្រោកឡើងបាទក្រោកឡើងដល់ម៉ោងហើយយើងបាទដល់ម៉ោងជួយប្រជាពលរដ្ឋដល់ម៉ោងបង្ហាត់បង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងពីតម្លៃនៃច្បាប់ចរាចរណ៍ហើយបើមិនអញ្ចឹងទេបងប្អូនគឺវិទ្យាហើយនេះបងប្រុសបាទគាត់បានជួយរើសត្រីជនរងគ្រោះដែលជាសាកសពបងប្អូនបាទហើយអត់ទាន់មានបងប្អូនសាច់ញាតិណាដឹងទេបងប្អូនគាត់គឺអ្នកដឹកត្រីបងប្អូនអ្នកដឹកត្រីមានលំអចាស់នេះបាទរបស់ចាស់របស់គាត់បើសិនជាបងប្អូនបាទសាច់ញាតិដតីឬក៏បងប្អូនណាបានធ្លាប់ស្គាល់គាត់សូមមេត្តាជួយប្រាប់ដំណឹងនេះទៅដល់សាច់ញាតិរបស់គាត់ផងទៀតបាទនេះបាទគាត់បានស្លាប់ហើយគឺលាក់លំអដឹកត្រីបុកជាមួយនឹងរថយន្តដឹកបន្លែបាទសិតតអ្នករស៊ីវិញយប់ពេលយប់បងប្អូនបាទដូចណាទីទុយដូចជាសัตว์អីមួយចឹងបងប្អូនប៉ុន្តែមិននឹកស្មានបែរជាព្រឹកឡើងគាត់មកយកជីវិតមកបាត់បង់បាទគួរយ៉ាងអនាចធម៌ណាស់ជាពូនពេកណាស់បាទលោកឪពុកគេលោកឪពុកយើងបងប្អូនហើយរកស៊ីត្រុកត្រែងដើម្បីជីវិតណាប៉ុន្តែទីបំផុតបែរជានាំគ្នាមកបុកមកប្រហារគ្នាបងប្អូនបាទផ្ដាច់អាយុជីវិតសង្ខាររបស់មនុស្សអើយបងប្អូនណានេះឡាននេះក៏មានដឹកត្រីដឹកអីដែរបងប្អូននេះឡាននេះក៏មានដឹកត្រីដឹកអីដែរសិតតែរបស់មកពីវៀតណាមនេះបាទមានអុកស៊ីសែនមានអីបងប្អូននេះបាទអើយបើគ្នាណាបងប្អូនហើយអាបើពេលឯងឡាយឯងខ្លុំហ្នឹងលឺរហូតបាទបងប្អូនឥឡូវនេះមិនដឹងជាម៉េចទេបងប្អូនណាបាទបងប្អូនជាទីគោរពខ្ញុំអត្ថាធិប្បាយផងអាដៃកាន់ក្តុងកាន់ក្តាំងនេះដាក់ធ្វើចរាចរណ៍ដើម្បីខ្លាចមកទៀតបងប្អូនបាទអានោះមកបងប្អូនមើលប៉ុណ្្នឹងបងប្អូនមើលគាត់ណាមានអសោចិត្តទេបងប្អូននេះគាត់ប៉ុណ្្នឹងបានអីគាត់យល់ថាត្រូវចូលកន្លងទេបងប្អូនគាត់នៅចង់វាមកខាងនេះទៀតបងប្អូននេះមើលឥឡូវខ្ញុំដាក់នេះផ្លាកលេខណាមិនដឹងជាគាត់បញ្ញាតនាទេបងប្អូននេះចង់វាយសញ្ញោឡើងមកស្ដាំមកឆ្វេងទៀតនេះឡានស្រុកខ្ញុំណានេះហើយអ្នកប្រើប្រាស់លើដងផ្លូវនៃស្រុកខ្ញុំបាទឥឡូវនេះបងប្អូនមានតែដង្ហើយហៅរកសាច់ញាតិតែប៉ុណ្ណោះនឹងបងមន្ត្រីមានសមត្ថកិច្ចសូមមកលោកបាទចូលមើលផងនេះបើកមកឃើញស្ទះប៉ុណ្ណឹងណាគេមកស្ដាំមានតែ2ឡានទេបាទ Highlander នឹង300ម៉ាញ់ទៅមុនខ្ញុំសុកចិត្តបិទភ្នែកបិទច្រមុះទៅបើអស់លោកនៅតែបន្តសកម្មភាពឲ្យមកប៉ះក្រោយតើបងលឿនអូយបញ្ញាប់ណែមិញកុំទៅធ្លាប់ណាទៅបលកាច់បញ្ញាប់ដល់ពេលស្លាប់សុកចិត្តបើកភ្នែកមើលអាងាប់ចង់ឡើងម្ចាស់គេបងប្អូនខ្ញុំមិនចេះថាអាក្រក់អក្រៃនេះណាពេលខ្លះrồi mà mưa mong tao bom bồn lại con ăn mưa chứ đây chứ mình miên smart cách nào tại mình chia cho đài cho mình tay đọc phê khơi khai chứ luôn mình tiết nó cứ vì ai nhận chứ tao bom bồn camera đi luôn chắc đôi ngày một cái xem like một sàn tông bom bồn và này bom bồn tích bom bồn này tích bom bồn bạt hay mưa là mọ sợ đấy miên ấy bom bồn này miên để cá slap nâng hai bom bồn bạt miên để cá slap nâng hai bạt đi hai gì sao tự nhiên camនៅទឹកដីនៃខេត្តស្វាយរៀងរបស់ខ្ញុំបងប្អូនគឺវេទនាណាបងប្អូននៅមេត្រីគាត់ជាអ្នកដឹកត្រីបងប្អូនហើយរថយន្តនេះជាអ្នកដឹកត្រីហើយដឹកបន្លែបងប្អូនបាទបងប្អូនហើយតោះខ្ញុំដាក់រូបភាពបងប្អូននេះទស្សនភាពនៅក្នុងនេះក្នុងរថយន្តណាបងប្អូនណាបាទនេះបងប្អូនបាទការអធិប្បាយផ្សាយសតបានការឧបត្ថម្ភពីហាងម៉ូតូកៅរ៉ាឌីពីកញ្ចប់សេវាកម្មបងរំលោះទិញដាច់វាយដូរឡានម៉ូតូទូរស័ព្ទដៃកង់3លេខទូរស័ព្ទទំនាក់ទំនង012និង016 437481 096 និង 097 788900907 បាទលេខ Telegram ខ្ញុំបាទ088លេខ 6 ការ៉េ 924 បងប្អូនអាចទំនាក់ទំនងជួយគ្រប់គ្រងហាងម៉ូតូកៅរ៉ាឌីនៅខាងលិចតំបន់ជីការីសតតាមពោស្វ័យរៀនបានគ្រប់សេរី model ទាំងសេវាកម្មបងរំលោះទិញដាច់វាយដូរបងប្អូនណាបាទងាយដាក់ស្រួលដកស្រួលបងប្អូនឯកសារ
បាទងាយទេបងប្អូនជួយផងជួយគ្រប់គ្រងហាងម៉ូតូការ៉ាឌីអរគុណច្រើនបាទបងប្អូនជាទីគោរពបាទអានេះបានដូចខ្ញុំបានបញ្ជាក់ហើយបញ្ជាក់ទៀតថាគឺករណីចរាចរណ៍នៅទឹកដីស្វាយរៀងក្នុងមកមើលហើយជាអាទិត្យមុនបងប្អូនមើលដូចជាថ្ងៃទីប្រហែលនៅមុខសានតុងបុកស្លាប់មួយទងព្រឹកចឹងដែរបងប្អូនតង់ព្រលឹមម៉ោង6ជាងចឹងដែរបាទឥឡូវនេះនៅខាងកើតតំបន់ខាងលិចតំបន់ជីការីសតប្រហែលជាដីទៅជា2គីឡូណាបងប្អូននៅឆ្ងាយគីឡូមិនស្គាល់ទេបាទកន្លែងនេះបើនិយាយទៅគឺភូមិក្បាលខ្នល់បាទភូមិក្បាលខ្នល់ឃុំកណ្ដៀងរាយស្រុកស្វាយទៀបនៅខេត្តស្វាយរៀងបាទនៅខាងលិចហាងម៉ូតូខ្ញុំបន្តិចហ្នឹងឥឡូវបុកស្លាប់ទាំងព្រឹកទៀតបងប្អូននេះបាទហើយនេះឡានដឹកបន្លែបងប្អូនជួយមើលបច្រាស់ទេបោជួយមើលបច្រាស់ជួយខ្លាំងណាស់វយជួយបច្រាស់ទាំងព្រឹកចេះឡាន10លាក់លេខឡានដឹកសម្រានញ៉ាប់ទៅដឹកសម្រាមតែចោតអីទេបងប្អូនជាប្រេងគាត់លេងទៅលើកដៃសុំមួលញ័រកុំឲ្យប្រចាំងតែឡានគាត់10លាក់លេងអីទេបាទបងប្អូនហើយបងប្អូនហើយកាត់ព្រឹកបងប្អូនណាហ៎ភូមិណប់កែងណប់តឹងណានឹងម្ដុំនឹងភូមិប៉ាខ្នល់ច្រឡំបាទអើបើមកអើយបើងាកផ្លុំឆ្លៃអាសាក់អើយអូយបងប្អូនអើយមិនគាត់អត់គាត់ឡៃតែមើលអូយហើយមិនមកលោកប្រើអើយអាបើឲ្យងាកទៅយកគាត់ទៅអើយអូយលោកឯងលោកផ្លូវស្ទះពេញនឹងរោងចក្រឡើងបានទៅឡើយហៅឡូបាទចឹងហីស្រុកកំណើតគាត់នៅនឹងមកហីអូបងប្អូនហើយគាត់ឈ្មោះប៉ែធីនៅគាត់ស្ពានដុនតូយដុនតូយយ៉ាងនោះឈ្មោះប៉ែធីនេះគេតែប្រាប់សន្តិសុខតំបន់តែ5បាទលក់ត្រីហ្នឹងនឹងត្រីទឹកត្រីប្រាត្រីនេះអូយបងធីនៅស្ពានដុនតូយបងប្អូនហើយឥឡូវនេះមានសន្តិសុខក្នុងតំបន់ជីកាតែមកប្រាប់ហើយបាទអានេះមកអើយអូយមកលឿនឡានពេទ្យអូយបងប្អូនហើយខ្ញុំព្រឹកនេះដឹងស្អកកទៀតខ្ញុំដាច់វាបើដូចចាវាដល់ម៉ោងបងប្អូនកម្មការនេះរោងចក្រឥឡូវមន្ត្រីរបស់យើងហើយលោកក៏មិនទាន់ងើបពីសម្រានទេរដូវពងត្រជាក់ធ្លាក់ខ្យល់មកពីជើងបាទរដូវពងត្រជាក់ធ្លាក់មកខ្យល់មកពីជើងបាទដេកអោបកងប្រពន្ធចង់ប្រពន្ធដើមមិនហ្នឹងទេបាទហើយឥឡូវនេះស្គាល់ឈ្មោះបងធីនៅគល់ស្ពានដូនតូយបងប្អូនបាទបងធីនៅគល់ស្ពានដូនតូយតាមការលើកភិនភាគមករបស់សន្តិសុខតំបន់ជីកាណាបាទគាត់ប្រាប់មកហើយបាទគាត់ឈ្មោះធីបងប្អូននៅស្ពានដូនតូយណានៅគល់ស្ពានដូនតូយគាត់ដាក់ដឹកត្រីប្រាយកមកលក់យកមកបោះឲ្យម៉ួយអីហ្នឹងឥឡូវស្លាប់ហើយបងប្អូនបាទបងធីនៅស្ពានដូនតូយអាពៅអើយបងប្អូនហើយព្រឹកឡើងបាត់ផ្នែកមិនតាន់ទេជីវិតបងប្អូនប្រជាពលរដ្ឋខ្ញុំលាឃ្លាតឆ្ងាយពីសាច់ពីញាតិពីក្រុមគ្រួសារបាទពីក្រុមគ្រួសារនេះហើយបងប្អូនសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋណាយកមកដាក់រំពឹងសេចក្តីសុខនៅលើដងផ្លូវតែផ្លូវមួយនេះហាក់ដូចជាមិនថន់ថយហាក់ដូចជាមិនអនុគ្រោះណាដល់បងប្អូនប្រជាពលរដ្ឋទេបងប្អូនបាទបងប្អូនអាចក្រឡេកមើលចុះនៅទឹកដីនៃខេត្តស្វាយរៀងរបស់ខ្ញុំបើកភ្នែកឡើងស្លាប់បាទស្លាប់រាល់តែថ្ងៃបងប្អូនស្លាប់រាល់តែថ្ងៃបាទហាក់ដូចជាចង្កូមមាច់រាជកំពុងតែតំពីស៊ីនៅអាយុសង្ខាររបស់បងប្អូនប្រជាពលរដ្ឋតែម្ដងបងប្អូនបាទឥឡូវនេះបងធីត្រូវបានឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់គាត់ដោយមុខរបររបស់គាត់ជាអ្នកដឹកត្រីលក់បោះឲ្យម៉ួយតាមភាសាជាភូភាសាប្រសោតយ៉ាងណាយ៉ាងណីនោះបងប្អូនបាទតែជាអកុសលបែរជាមកជួបនៅករណីចរាចរណ៍ដ៏រន្ធត់គឺរថយន្តដែលមានផ្លាកលេខ 2N 9402ភ្នំពេញជាអ្នកដឹកត្រីនឹងមានមុខរបរដូចគ្នាចុះបងប្អូនដឹងហើយអ្នករស់ស៊ីមុខរបរហ្នឹងណាអ្នករស់ស៊ីមុខរបរហ្នឹងទៅយល់ទៅក្រោកពីព្រលឹមណាពីយប់អាត្រៀតមកដឹកត្រីដឹកបន្លែដឹកប្លុកដាក់ឲ្យម៉ួយដាក់ឲ្យភ្ញៀវហើយគាត់មានមុខរបរដូចគ្នាបងប្អូនបាទមានមុខរបរដូចគ្នាបងប្អូនណាបាទមានមុខរបរដូចគ្នាបងប្អូនមើលចោះគឺមុខរបរគាត់ជាអ្នកដឹកត្រីដឹកបន្លែដូចគ្នាហើយឡើងពីប្លុកណាបាទឡើងពីប្លុកដើម្បីនរណាដើម្បីក្រុមគ្រួសារសាច់ញាតិប្រពន្ធកូនដើម្បីមានការរស់នៅបាទនឹងទទួល
ភាពកក់ក្ដៅពីបង្ធីឥឡូវនេះគាត់ឃ្លាតឆ្ងាយហើយចឹងបងប្អូនមើលណាតែជាទំពាំងស្នងរស័យក្មួយបងប្អូនទាំងអស់គ្នាគ្រប់រូបអង្គប្រានបើរស់នៅបានសុខគួរតែស្ដាប់ដំបូលមានលោកឪពុកណាម្ដាយទៅនឹងដើម្បីណាដើម្បីជីវិតកូនចាស់បាទបងប្អូនដាច់សេវាបងប្អូនដាច់សេវាសូមបងប្អូនមេត្តាជួយ share ចែករំលែកតិចទៅបាទឲ្យសុំសំណុំពរដល់បងប្អូនមន្ត្រីមានសមត្ថកិច្ចជាណាបើបងមិនមកទេផ្លូវនេះនឹងអាចកកស្ទះដូចថ្ងៃមុននៅមុខសានតុងចឹងបងប្អូនបាទអត់ទាន់មានមន្ត្រីមានសមត្ថកិច្ចមកទេសូមសំណុំពរដល់អស់លោកដែលជាមន្ត្រីមានសមត្ថកិច្ចនៅខាងស្រុកស្វាយទៀបចឹងអធិការស្រុកស្វាយទៀបក៏ដូចជាប៉ុស្តិ៍រដ្ឋបាលឃុំកណ្ដៀងរាជទេណាបាទឃុំកណ្ដៀងរាជសូមមេត្តាអញ្ជើញមកលឿនមកទៀតស្ទះផ្លូវឡើយស្ទះផ្លូវឡើយបាទគឺជាករណីចរាចរណ៍ដ៏រន្ធត់តែម្ដងបងប្អូនបាទព្រឹកឡើងបើកផ្នែកមិនទាន់អញ្ចឹងបាទខ្ញុំចង់បញ្ជាក់ប្រាប់ថាក្មួយបងប្អូនណាមើលលោកឪពុកណាម្ដាយប្អូនណាហើយទៅព្រឹកឡើងងើបឡើងតាំងពីម៉ោង4ជាងឡើងដាំបាយស្លវិចយកមកធ្វើការរោងចក្រក្មួយគិតថាប្រាក់ខែ300ជាងរបស់ពួកគាត់មានតម្លៃណាស់ឬណាប៉ុន្តែដើម្បីកូនចៅប្រុសស្រីទាំងអស់នេះទើបគាត់លះបង់ពេលវេលាកម្លាំងកាយកម្លាំងចិត្តណាដើម្បីក្មួយដើម្បីជីវភាពគ្រួសារមើលក្រឡេកមកដូចបង្ធីហ្នឹងក្រឡេកមកមើលដូចបង្ធីហ្នឹងបងប្អូនបាទក្រឡេកមកមើលដូចបង្ធីហ្នឹងបងប្អូនណាបាទគាត់មិនដឹងជាឡើងស្មានណាហើយគាត់ដឹកត្រីដឹកអីណាដឹកត្រីដឹកអីបាទឥឡូវនេះមកបាត់បង់អាយុជីវិតទៅលើដងផ្លូវចង្កូមមាច់រាជដ៏ខូខើមួយនេះបាទចង្កូមមាច់រាជដ៏ខូខើមួយនេះបានតំពាស៊ីនៅអាយុជីវិតរបស់គាត់ហើយក្រោយលោកឪពុកណាម្ដាយដែលកំពុងតែផ្ដែផ្ដៅដឹកនាំនៅអវ័យអវៈដើម្បីគ្រួសារអនាគតកូនចៅនឹងបានអត់ណាបាទដូចពីម្សិលមិញបងប្អូននៅខាងពីម្សិលមិញនៅខាងនេះគៀនស្វាយបាទកាប់ប្រហារដាច់កធ្លាក់ពីស្មាចេញតែម្ដងបងប្អូនណាខូចទាំងអនាគតខ្លួនឯងមានវិបដិសេរីពេញមួយជីវិតក្រឡេកមើលគ្រួសារក្រឡេកមកមើលគ្រួសាររបស់ពួកយើងទាំងអស់គ្នាណាក្រឡេកមកមើលគ្រួសាររបស់ពួកយើងទាំងអស់គ្នាតើគាត់សប្បាយចិត្តទេក្រឡេកមកមើលលោកឪពុកអ្នកម្ដាយបងអើយឡើងមកបាទក្រឡេកមកមើលលោកឪពុកអ្នកម្ដាយពួកយើងទាំងអស់គ្នាក្នុងនាមជាអាណាព្យាបាលក្នុងនាមជាលោកឪពុកអ្នកម្ដាយតើពួកគាត់សប្បាយចិត្តទេបាទសប្បាយចិត្តទេមកបងឯងកុំចូលមកអើយចឹងអាពេលពួកស្ទះហ្នឹងចេះចង់មើលទៅអីប្រុងប្រយ័ត្នចូលរួមគ្រប់ច្បាប់ចរាចរណ៍ទេបើថាមិនចូលរួមនឹងវាមានទៀតឥឡូវហើយបាទឥឡូវមន្ត្រីមកបាទបើត្រង់មកលោកព្រះត្រង់ទៅចុះអត់អីទេត្រង់មកគេចង់ទៅរកឡើងក៏ត្រង់មកអត់ត្រង់ចូលមកជួយមកចាស់ទេជួយនេះឡើងម្ចាស់គេបងប្អូននេះអុយបើមកម្ចាស់អូយនេះឡើងម្ចាស់ឲ្យបងប្អូនអូនេះជួយយកបងប្អូនមកផ្លាកលេខនេះ 3A ខ្សែគាត់34ឡើងមកម្ចាស់គេអូយបាទនេះឡើងមកម្ចាស់គេឡានទំនើបក៏ឡើងម្ចាស់ដែរបងប្អូនអូយចប់បាទបាទបងប្អូនអធិស្ឋានបងប្អូនខ្ញុំបើសិនជាដាក់ចិត្តអារម្មណ៍នេះអត្ថាធិប្បាយក្នុងព័ត៌មានករណីនេះបងប្រុសឈ្មោះធីនជាបរិយាម្នាក់ដឹកត្រីហ្នឹងខ្ញុំវាដៃមួយខាងកាន់ទូរស័ព្ទដាក់ឡាយដៃមួយខាងទៀតកាន់ទូរស័ព្ទថតដាក់ចូលក្រុមបងប្អូនមាត់ខំនិយាយភ្នែកខំមើលនៅតម្លៃនៃច្បាប់ចរាចរណ៍វាម្នាក់ឯងបងប្អូនឥឡូវនេះអរគុណដល់មន្ត្រីយើងបានមកដល់ហើយបាទហើយជាបន្តិចទៀតត្រូវបានដោះស្រាយបងប្អូនបាទហើយជា5នាទីដល់10នាទីទៀតយើងត្រូវបានលើកចេញអស់ហើយបាទប្រកួតលឿនខាងស្វាយទៀបខ្ញុំមិនចេះថារៀនមន្ត្រីមានសមត្ថកិច្ចខ្ញុំសូមសរសើរទាំងអធិការរងគ្រប់ផ្នែកទាំងអស់ទៀតណាលោកមានចំណេះជំនាញក្នុងការរកដំណោះស្រាយជាមួយបងប្អូនណាបាទថតក្រឹបបាញ់គំនុះឲ្យថតចាប់5ថតយកជាផុសតាងយកជាឯកសារណាចាំមើលគាត់ធ្វើម្នាក់ឯងចាំមើលបងប្អូនមើលខ្ញុំមិនមែនថាចេះតែសរសើរមួយកន្លែងដោយសារទឹកដីខ្ញុំរស់នៅខាងស្វាយទៀបសរសើរស្វាយទៀបគ្នាឯងបងប្អូនមែនទេយើងមើលពីតម្លៃនៃការចូលរួមបាទដោះស្រាយរឿងរ៉ាវអីមុំគឺល្អណាហើយបូករួមនឹងអធិការទៅឡើងថ្មីមកទៀតណាក្រោមព្រមទាំងមន្ត្រីក្រោមអាវ៉ាតឬក៏មន្ត្រីបុគ្គលិកនៅក្នុងអង្គភាពរបស់លោកទាំងប៉ុស្តិ៍ក្រៀងរាយទាំងអធិការស្រុកស្វាយទៀបអីចឹងបាទលោកមានតែធ្វើការមួយចឹងមកម្នាក់ឯងបងប្អូនហ្នឹងងើបគាត់លឺមក
បាទឥឡូវនេះបងប្អូនយើងកលែងមកលើវិញកុំប្រសើរប៉លិសសើពេកបានចាត់ជូធ្វើបាបប្រជាពលរដ្ឋចាប់ផាកចាប់អីទៀតឡើយបាទឥឡូវចេះយើងឲ្យគាត់ឡើងបច្រាស់អាពើអាចាំមើលថានេះឲ្យគាត់ឡើងបច្រាស់មកឲ្យឡើងបច្រាស់មកឲ្យឡើងមកវូឡើងចយមកតេចយយ៉ាហេឡូទិញពងឡាយបានតែទិញយកមកឡើងលឿនបលយកមកបងប្អូនលឿនជួយបាត់ខាងហើយស្ទះចយម៉ែបងប្អូនអើយកម្មករគ្នាថ្ងៃមុនដាច់លុយដាច់កាក់អស់លីងតាបាទតោះបងប្អូនជាស្រ័យឬសម្លេងខ្ញុំស្រ័យខ្ញុំគ្មានទៅនេះទេបងប្អូនខ្ញុំឡាយ2ថ្ងៃ3ថ្ងៃហ្នឹងសអឲ្យបងប្អូនខ្ញុំខំនេះណាសុំចិត្តទេអានេះឡើងមកនិយាយអត់បាននិយាយពុលទឹកមាត់ខ្លួនឯងស្រ័យជំទាវយកមិនទេបងប្អូនជាស្រ័យណាបាទបងប្អូនខ្ញុំស្រ័យតោះហ៊ានទៅអត់អាបើឲ្យចុះ2នាក់មកជួយរុញឡានទេណាអេចុះឲ្យម៉ែឲ្យចុះម៉ែបានញាប់ទៅធ្វើការនេះវិញលឿនហើយចុះឈរសាយតែជួយរុញគ្នាមកចុះមកបោយកបាទឥឡូវបងប្អូនគេណាគាត់បលីមកដល់គូគាត់ថាគាត់យើងមិនថាមិនចេះទេបងប្អូនកន្លែងអស់ទៅនេះខ្ញុំបើឲ្យខ្ញុំធ្វើខ្ញុំជំនាញមកខ្ញុំដែរបាទប៉ុន្តែដោយសារអីយើងមិនហ៊ានខុសត្រូវនេះតិចតួចបុកស្រាប់ណាបងប្អូនមិនក្លាត់ដៃគាត់និយាយជិះបានទេបាទអូយហើយអត់ចេញអូយជួយម៉ែតានោះអត់ចិត្តអត់ខ្លាំងមែនអេចាំគ្នា2នាក់នេះបងនេះបងប្អូនស្ទះក្នុងព្រឹកហើយណាបាទឥឡូវនេះសាកសពនៅនេះឡាយបងប្អូនបាទនេះល្មមនេះត្រីរបស់គាត់បាទហើយស្ទះចឹងបងប្អូនគេស្ទះចឹងណែនហើយនឹងបើសិនជានៅសល់តែកន្លះម៉ោងទេបងប្អូនកម្មហើយបាទហើយមិនចិត្តទេប្រព័ន្ធនេះស្ទះប៉ុណ្្នឹងណាបាទចឹងខ្ញុំសូមអរគុណណាស់នេះក្មួយមើលចោះលោកពុកណាម្ដាយក្មួយខំទៅប្រាក់ខែ200ជាង300ក្មួយឃើញអត់ណាឃើញអត់ហើយនៅផ្ទះប្រឹងប្រែងដើរជក់ឆ្នាំលេងឆ្នាំទៅក្មួយបាទធ្វើបងធំបងតូចទៅកាន់ក្បិតកាន់ផ្ទះកាន់ដើរកាប់ដើរអុសតាមផ្លូវទៅអនាគតក្មួយនឹងជោគជ័យហើយបំព្រៃសបាទគុកខេតគុកស្រុកអីហ្នឹងណាមើលតោះនេះបាទឡើងតាំងពីម៉ោង4ជាងទៅដល់ផ្ទះវិញយប់ឡើងមក8ជាងដល់10ជាងមកដល់ផ្ទះប្រស្ទះបាទប្រាក់ខែ200ជាង300ណាបាទនេះមកគាត់អសូរមើលផងទៀតបាទឥឡូវត្រីត្រូវបានលើកបងប្អូនអូបាទនេះពលីបងប្អូនណាមកដល់ហើយប្រជាពលរដ្ឋជួយអូបាទជួយឲ្យម្ដាយមួយជើងបងប្អូនបាទទាំងទេទាំងយើងបាទនេះសាកសពបងប្អូនអើយនៅខាងលិចហាងម៉ូតូខ្ញុំបងប្អូនភូមិក្បាលខ្នល់បាទក្តៀងរាយស្វាយទៀតស្វាយរៀងបងប្អូនភាគច្រើនគឺចានខមមិនអញ្ចឹងសួរនរណាពូនរណាបងខ្ញុំមិនសូវបានប្រាប់ទេបងប្អូនហើយខ្ញុំគិតចេះវាមាត់ខ្ញុំតែមួយណាហើយវាទៅតម្រូវបងប្អូននៅក្នុងការ live 1K ជាងបងប្អូន1000នាក់ជាងខ្ញុំនេះឃើញអញ្ចឹងបងប្អូនចុះរើសលុយឲ្យគាត់អញ្ចឹងគាត់បោះគាត់អីមកអញ្ចឹងបងប្អូនគេហើយធ្វើម៉េចបងជួយរើសគាត់ម៉េចបាទចេះរើសទៅបងប្អូនធ្វើម៉េចបងប្អូនយើងមានទឹកចិត្តហើយឥឡូវបងធីបងប្អូនណាចឹងខ្ញុំសុំចិត្តមេត្តាជាស្រ័យបងប្អូនណាបើសិនជាអើយអានេះបើកឡាននេះវើយមើលក្រៅទេបងនេះឡើងមកនឹងមកខ្លាចកិនណាកន្លែងគេតែបើកឡានមើលណាប់ចឹងបងប្អូនណាមិនយកយល់ទេខ្ញុំមិនដឹងនិយាយដល់ណាទេបងប្អូនដៃមកខាងឡានទៅពេលចឹងមិនដឹងមែនបងប្អូនមែននេះឡើងមកលើកឡើងម្ចាស់គេហើយទុកចិត្តឡើងម្ចាស់គេអស់លោកគាត់អស់ចាមែនហ្មងមិនតោះមិនអានោះវាយគំនូទៅដាក់មកគំនូទៀតមកញាប់លើកឡើងអើយវិទ្យាថាបងប្អូនហើយតោះបងទៅមុខទេខាត់ទៅមុខចាបើទៅមុខទៀតមកអើយអញរឹងណាស់ប្អិនតាលោកអើយមើលបងប្អូនអើយសត្វតែប្អិនតាបងប្អូនទៀតមែនអេនៅកន្លែងហ្នឹងអាគេហ្នឹងអញវាខ្លាចនេះបងប្អូនខ្លាចអ្នកដែលមើលមិនឃើញមកកាន់មួយទៀតនេះកាន់គាត់ទៅលើទៀតនេះមនុស្សស្លាប់ហើយបាទខ្ញុំនេះអញ្ចឹងបងប្អូនទៅរើសលុយរើសអីចឹងទៅអែបនឹងគាត់បានទៅធ្វើបុណ្យធ្វើទានមនុស្សស្លាប់ហើយតាឥឡូវបងធ្វើជាកងនេះតិចបង
ฮะต่อបងប្អូនเฮ้ยต่อបងប្អូនมาช่วยไล่มาเชิญมาช่วยมาไล่มาเชิญมาបងไอ้บ่មិនស្លាប់ហើយវាពុះគ្រឿងក្នុងគោគ្រឿងក្នុងមន់ទុនក្នុងឆ្កែឲ្យស៊ូក្នុងបងប្អូននេះបើឡើយជួយយកថងដាក់លុយគាត់នេះទូរស័ព្ទគាត់នេះទូរស័ព្ទនេះអូយសាច់ញាតិគាត់មកបាទសាច់ញាតិគាត់មកបាត់បងប្អូននោះកូនតែហ្មងបាទកូនបាត់លេងឲ្យមកច្រាស់បាត់លេងឲ្យមកច្រាស់បាត់លេងឲ្យមកច្រាស់អើបើឈរលេងឈរលេងពួតមួយនិយាយស្ដាប់ឲ្យផ្ទះនេះដាក់មើលតោះកូននឹងប្រពន្ធមកដល់បងប្អូនកូននឹងប្រពន្ធមកដល់បងប្អូនបាទប្រាប់ចាំកូនគូឡាបងជួយមែនបងឯងនៅរស់តាយេជួយពិបាកនិយាយមើលបីអោគាត់ចេញទៅចូលឡានគេលើយេបងឯងពីណាមិនស្ដាយបងចូលឡានគេលើមកអត់មានមកធ្វើចឹងទេចាប់កុំឲ្យនេះគាត់ចូលឡានជួយគេចូលកង់ឡានគេទៀតពីណាមិនយំពីណាមិនស្ដាយពីណាមិនអឡោះអាឡៃតែកុំឲ្យវាគេគាត់ទៅបានសក់ហើយខ្ញុំពិបាកមកបងប្អូនវាពិបាកបងប្អូនគាត់បុកទៀតមកទីបងប្អូនករណីបុកស្លាប់ទៀតហើយបងប្អូនទាំងព្រឹកទៀតហើយណាឥឡូវទៀតជាប់ឥឡូវនេះក្រុមការងារក៏ដូចជាបងប្អូនមន្ត្រីមានសមត្ថកិច្ចកំពុងតែលើកឡើងតែម្ដងបងប្អូនបាទមានលោកផាត់ហនមានក្រុមការងារមានមន្ត្រីមានសមត្ថកិច្ចបងប្អូនណាបាទឥឡូវនេះគៀបហើយបងប្អូនបាទដល់កបងប្អូនហើយវេទនាណាស់ឈ្មោះបងធីបាទឈ្មោះបងធីបងប្អូនបងធីនៅខាងដុំតើយទៅពៀនតំណយដុំតើយហ្នឹងបាទឥឡូវស្លាប់ហើយសាច់ញាតិគាត់នោះមកដល់ហើយបងប្អូនបាទកំពុងតែយកយំសោកបោកខ្លួនអាណិតក្រុមគ្រួសាររបស់គាត់បងកាត់ចិត្តបងអេនេះអូនឯងមើលគេពុំឲ្យជួយឲ្យយើងមកយំស្រែកជួយបានអីខ្លះអូនណាឥឡូវកាត់ចិត្តតិចទៅបងអាណិតណាបងណានេះអូនគប់អារម្មណ៍អូនបងយល់អារម្មណ៍មួយនឹងខ្ញុំយល់ពីអារម្មណ៍សាច់ញាតិក្រុមគ្រួសារក្នុងនាមបងជាភរិយាណានឹងកូនណាទៀតមានពីណាចង់បាត់បងទេមកអញ្ចឹងណាឥឡូវនេះបើលឿនមកបាទខ្ញុំយល់ណាបងប្អូនប៉ុន្តែធ្វើម៉េចយើងត្រូវតែទប់អារម្មណ៍បងប្អូនណាបាទរកដំណោះស្រាយដើម្បីទាញសពចាញ់ហើយបានយកគាត់ទៅធ្វើបុណ្យធ្វើទានតាមប្រពៃណីបាទបើយើងមកយំមកស្រាយចឹងខ្ញុំយល់ថាអារម្មណ៍នឹងវាមិនអាចទទួលយកបានបាទតែធ្វើម៉េចបងប្អូនបាទជីវិតគេជីវិតយើងបុកងាប់ស្រស់ស្លាប់ស្រស់ហើយអាណាទៅចង់ណាពីណាទៅចង់បាទចឹងសូមបងប្អូនមេត្តាចូលរួមគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាខ្ញុំបាទកៅរឌីនធ្វើការថាអធិប្បាយផ្សាយរាល់ថ្ងៃនេះគ្មានចង់ឲ្យបានអ្វីមកដោះដូរនឹងសេចក្តីសុខរបស់បងប្អូនទេទើបខ្ញុំខំណាស់បងប្អូនបាទខ្ញុំចង់ឲ្យសង្គមនេះស្អាតផូរផង់ស្អាតដោយក្រមសីលធម៌វិជ្ជាជីវៈស្អាតដោយការរស់នៅដោយប្រកបដោយភាពថ្លៃថ្នូរណាស់ទើបខ្ញុំខំដើរស្រែកនឹងបាទខ្ញុំគ្មានតបចង់បានការតបស្នងអ្វីពីបងប្អូនទេអើយអាពៅហើយឯងសុកចិត្តឲ្យឈរមើលចាំមើលគេស្ទះចុយម៉ាយណាបាទឥឡូវពងសែងបងប្អូនបាទពងសែងហើយបាទតាចាញ់បងប្អូនហើយវាចំអាកន្លែងហ្នឹងសិតអ្នកដឹកបន្លែដឹកម្ហូបបងប្អូនសិតអ្នកដឹកបន្លែដឹកម្ហូបហើយដល់ពេលអញ្ចឹងវានៅសួតត្រីថ្លើមប្រមាត់បេះដូងអីចឹងមានមន់មានទាមានឆ្កែមានជ្រូកឆ្មាអីណាណីបាទវាទៀតទៅវាល្អើមបាទអើមណាបងប្អូនចឹងសូមចិត្តយកយល់ផងបងប្អូនបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍កាយវិការត្រង់ណាមិនសមរម្យសូមចិត្តយកយល់ព្រោះខ្ញុំអត់បានទៅទៀមទាអ្វីបកក្រៅពីសេចក្តីសុខរបស់បងប្អូនគ្រប់គ្នាទេខ្ញុំចង់ទៀមទារយុទ្ធធម៌ឲ្យបងប្អូនណាជាមួយនឹងចង្កូមមច្ចរិយជាមួយនឹងភាពអវិជ្ជមានជាមួយនឹងបាត់ការបើកបរដែលមិនបានចូលរួមនឹងខ្ញុំចង់ទៀមទាកន្លែងនេះបានខ្ញុំខំបងប្អូនណាស្មាននេះបងប្អូនខ្លះទៅសម្រាប់ទាន់ងើបតែខ្ញុំឡើងតាំងពីម៉ោង4ជាងបាទឆ្លើយតបជាមួយបងប្អូនក្នុងក្រុមក្នុងភ័យគ្រប់សពបែបយ៉ាងហើយតែរកទៅហាត់ប្រាំបន្តិចមានអីបាទលើតំណែងមកបាត់ផ្នែកមួយទៀតហ្នឹងតន់ស្អីបាត់ផ្នែកបងប្អូនឥឡូវនេះបងប្អូនតោះឥឡូវយើងសម្រួលចរាចរណ៍បានហើយបាទសម្រួលចរាចរណ៍បានហើយជួយដែរជួយមកលុយអូយជន់នេះអើបើតោះបាទដល់ពេលនោះប៉ុណ្ណឹងអរគុណតោះប្រកបដោយសុខសុវត្ថិភាពបងប្អូនបាទឥឡូវនេះបានដោះស្រាយបងប្អូនណាលោកខ្ញុំបានបញ្ជាក់10នាទីចឹងបន្ទាប់ពីប៉ូលីសមកដល់បាទគឺយើងត្រូវបានលើកគាត់ចេញមកខាងក្រៅតែម្ដងឥឡូវសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋហើយជាពិសេសជាងគេបងប្អូនកម្មការនេះណាទាំងអស់គ្នាណាបាទកម្មការនេះបងប្អូនបាទឥ
ឥឡូវនេះបានបើយ៉ាងរលូនហើយបងប្អូនហើយបាទអាណិតតែអញ្ចឹងទេបងប្អូនព្រឹកឡើងដាច់លុយដាច់កាក់ណាដាច់ប្រាក់ខែបាទកូនរបស់គាត់បងប្អូននេះមីអូនចឹងដូចខ្ញុំបានបញ្ជាក់បងប្អូនបងធីម្នាក់នេះគាត់មានមុខរបរជាអ្នកដឹកត្រីបងប្អូនណាបាទបងធីម្នាក់នេះគាត់មានមុខរបរជាអ្នកដឹកត្រីដើម្បីបញ្ចេញចិញ្ចឹមជីវិតក្រុមគ្រួសាររបស់គាត់ណាមានកូនចៅប្រុសស្រីទាំងអស់គ្នាបងប្អូនវ័យរបស់គាត់តាមមើលខ្ញុំចាក់ស្ដែងប្រហែលជាខ្ទង់50ជាងបន្តិចបាទខ្ទង់50ជាងបន្តិចវ័យរបស់គាត់បាទគាត់វ័យនេះហើយបងប្អូននៅខិតខំប្រឹងប្រែងដើម្បីកូនចៅប្រុសស្រីរស់ក្រោមណាសុភមង្គលដោយស្នាមញញឹមនេះគឺពួកគាត់ខិតខំគឺគាត់អ្នកខិតខំបងប្អូនតែទីបំផុតចង្កូមម៉ាច់រាជបានឆក់យកអាយុជីវិតរបស់គាត់ចាក់ឆ្ងាយពីក្រុមគ្រួសាររបស់គាត់ចេញទៅហើយគឺពុំមានថ្ងៃណាឡើយវិលត្រឡប់មកជួបជុំក្រុមគ្រួសារបានបន្តបន្ថែមទេបងប្អូនបាទគ្មានទេគ្មានឱកាសទេបងប្អូនបាទសម្រាប់ខ្ញុំបាទផ្ទាល់តែម្ដងមានតែពាក្យថាសូមចូលរួមរំលែកទុក្ខនិងសូមចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារនៃសពរបស់បងធីឲ្យសូមទ្រព្យជូនពរដល់គាត់សូមវិញ្ញាណក្ខន្ធបងធីទៅកាន់សុគតិភព8គ្លៀនត្រឡេកមកមើលកូនចៅប្រុសស្រីបន្តបន្ថែមទៅថ្ងៃអនាគតអស់ពីគាត់ទៅអស់ពីដបូលទៅអស់ពីសកឡោងទៅអស់ពីរូបរាងកាយដ៏កំសត់របស់គាត់ទៅតើនរណាជាអ្នកទទួលខុសត្រូវនៅក្នុងក្រុមគ្រួសាររបស់គាត់ឃើញទេអូយបងប្អូនខ្ញុំខ្លាចឲ្យជាប់យំជាប់បងប្អូនណាខ្ញុំមើលខ្ញុំបាញ់ចូលគ្រប់មួយទៀតបាទបងប្អូនបន្ទាប់ពីរូបរាងកាយរបស់គាត់ត្រូវបានឆក់យកដោយចង្កូមម៉ាច់រាជនៅលើដងផ្លូវជាតិលេខ1ចេញពីក្រុមគ្រួសាររបស់គាត់ដែលស្ថិតនៅខាងភូមិបាទកន្លែងគ្រោះថ្នាក់ណាស្ថិតនៅខាងភូមិបាខ្នល់ឃុំកណ្ដៀងរាយស្រុកស្វាយទៀបនៅខេត្តស្វាយរៀងតើនរណាជាអ្នកទទួលខុសត្រូវរបស់គាត់ក្រុមគ្រួសារគាត់ឬថាពេលនេះករណីចរាចរណ៍នេះករណីចរាចរណ៍នេះបាទឡានត្រូវបានចាប់បានតើបានប្រមាណសំណងខ្លាំងផុត10លានបងប្អូន2000ជាងទៅ3000បើចាត់បានគេជួយបាន4-5000គាត់ទៅធ្វើការធ្វើបុណ្យធ្វើទានចប់អស់លីងជីវិតមនុស្សជាទីស្រឡាញ់ជីវិតលោកឪពុកជាទីស្រឡាញ់ជីវិតប្តីជាទីស្រឡាញ់ជីវិតអ៊ីតាជាទីស្រឡាញ់ម្នាក់នេះត្រូវបានឃ្លាតឆ្ងាយចេញពីក្រុមគ្រួសារជារៀងរហូតឃើញទេបាទត្រង់កន្លែងនេះហើយបានតែខ្ញុំសូមផ្ញើជាសារដាស់តឿនការរំលឹកដល់យុវជនចំនួនក្រោយថាបើមានឱកាសសូមបើកបេះដូងនិងទឹកចិត្តឲ្យបានល្អបន្តសកម្មភាពណានិងទង្វើដ៏ល្អដែលសង្គមគេឲ្យតម្លៃចូលរួមបើមិនទាន់បានជួយគ្រួសារជួយដល់សង្គមជាតិចូលរួមណាស្វែងយល់ឲ្យបានច្រើនចូលរួមសិក្សារៀនសូត្រឲ្យបានពងពោះរស់នៅក្នុងសង្គមនេះដេញឲ្យទាន់សម័យគេណែដេញឲ្យទាន់សម័យគេកុំដេញឡើយដេញទាន់សម័យដែរជិះម៉ូតូដេញកាប់ដេញកាក់គ្នាប្រយ័ត្នបងប្អូននេះដូចចឹងដូចបងធីចឹងទេយកជីវិតមកដូរនឹងសេចក្តីសុខដើម្បីកូនចៅប្រុសស្រីតែពេលនេះគាត់បានបន្តថែមទៀតទេអត់ទេបងប្អូនអត់ទេត្រង់កន្លែងនេះហើយយើងអាណិតគាត់អត់គ្រួសារនេះត្រូវកំពៀប្តីកំព្រាលោកឪពុកកំព្រាជីតាពេញមួយជីវិតយកឲ្យមកដោះដូរបងប្អូនយកឲ្យមកដោះដូរកន្លែងអត់មានទេបាទករណីចរាចរណ៍បងប្អូននេះត្រីរបស់គាត់នេះណ៎នៅកញ្ជើងតើប្រហោនកាក់បុកទៀតបងប្អូននេះកញ្ជើងតើប្រហោនបុកទៀតហើយបាទហើយកន្លែងក៏មើលនេះបងប្អូននេះត្រីរបស់គាត់នេះលំអករបស់គាត់ណានេះលំអករបស់គាត់ហើយនេះរថយន្តដែលបុកគាត់ណានេះរថយន្តដែលបុកគាត់បងប្អូនឃើញអត់បាទខ្ញុំនិយាយនេះបងប្អូនទឹកមុខខ្ញុំរៀងចេញស្នាមញញឹមតិចក៏ពិតមែនតែបេះដូងនិងភួរបាលរបស់ខ្ញុំគិតអត់ចេញទេលើសលោកគ្រូសូត្រធម៌ឲ្យសិនឧខុងទៀតបាទកញ្ញាញ់ខួរមកកញ្ញាញ់យ៉ាងម៉េចបើព្រឹកឡើងបងប្អូនវិជាពលរដ្ឋក្នុងនាមខ្ញុំជាខ្មែរក្នុងនាមគាត់ជាខ្មែរជាជនរួមភាសាតែមួយគាត់បាត់បង់អាយុជីវិតចេញពីភពផែនដីគ្មានលាគ្មានថាមាត់វិការសារស័ព្ទទៅប្រាប់ក្រុមគ្រួសាររបស់គាត់នឹងព្រមប្រាប់ខ្ញុំអត់ខ្ញុំទទួលយកបានអត់បានទេហើយយើងជួយគាត់កើតជួយកើតមុននឹងជួយគាត់ត្រូវជួយខ្លួនឯងទី1តម្លៃនៃច្បាប់ចរាចរណ៍បងប្អូនត្រូវយល់ដឹងទាំងអស់គ្នាតែប៉ុណ្្នឹងទៅសេចក្តីសុខនឹងកើតមានទេណាសេចក្តីសុខនឹងកើតមានបាទបងប្អូនអធិស្ឋានបាទវាដោយសារសម្លេងគាត់យំច្រើនពេកយើងចូលទៅសម្ភាសគាត់អត់កើតបងប្អូនជាទីគោរពបាទអ្វីដែលខ្ញុំកំពុងតែធ្វើការអធិប្បាយនេះគឺផ្សាយចេញពីភូមិក្បាលខ្នល់បាទភូមិក្បាលខ្នល់ឃុំកណ្ដៀងរាយស្រុកស្វាយទៀបនៅខេត្តស្វាយរៀងគឺករណីចរាចរណ៍បងធីបងប្រុសឈ្មោះធីដែលជាបាទអាជីវករបោះដុំត្រីបងប្អូនគាត់បើសិនជាខ្ញុំទទួលបានពីបងប្អូនសន្តិសុខនៅក្នុងតំបន់ជីការីសតណាគាត់ថាគាត់ឈ្មោះធីមុខរបរគាត់គឺលក់ត្រីត្រឹមត្រូវបាទនឹងត្រីរបស់គាត់តែគាត់ផ្ទះគាត់គឺនៅគល់ស្ពានដូនតូចស្ពានដូនតូចបាទឥឡូវគាត់ត្រូវបានបាត់បង់អាយុជីវិតហើយបាទនៅក្នុងករណីចរាចរណ៍នេះគាត់ត្រូវបានបាត់បង់អាយុជីវិតហើយបងប្អូន
ដូចគ្នាណាបងប្អូនហើយឥឡូវតិចចាំតិចទៅបងប្អូនណាខ្ញុំបាញ់ចូលក្រុមតិចទៅបងប្អូនអាចចូលក្នុងក្រុមខ្ញុំមកអាចចូលក្នុងក្រុមទៅខ្ញុំនឹងបាញ់ទៅចូលបន្ថែមនេះកូនស្រីរបស់គាត់បងប្អូនគាត់តែមកដល់ឃើញលោកឪពុកបោកខ្លួននៅដីពីណាមិនសោកពីណាមិនស្ដាយបងប្អូនពីណាមិនសោកពីណាមិនស្ដាយពីណាមិនអាឡ័យនៅស្នាមញញឹមរបស់គាត់ពីណាថាអត់បងប្អូនទោះបីតែខ្ញុំមិនមែនសាច់ញាតិរបស់គាត់ក៏ខ្ញុំមានបាទភាពអាណិតអាសូរដល់គាត់ដែរមូលហេតុអីបានយើងអាណិតអាសូរដល់គាត់ព្រោះគាត់ជាមនុស្សម្នាក់មើលកាយវិការនិងរូបរាងកាយរបស់គាត់គឺគាត់បាទរស់ស៊ីដោយសក្តិយុទ្ធធម៌ទោះបីតែគាត់មានមុខរបរទិញត្រីលក់ត្រីក៏ដោយបាទប៉ះពាល់ត្រីសាច់តិចតួចយ៉ាងណាយ៉ាងណីក៏ដោយតែគាត់គឺពុំកេងប្រវាញ់បៀតបៀនរបស់ទ្រព្យជីវិតអ្នកដទៃណានេះមួយទេណាត្រង់ចំណុចកន្លែងនេះយើងគួរតែគិតពិចារណាទាំងអស់គ្នាបងប្អូនបាទបើយើងទាំងអស់គ្នានៅបន្តសកម្មភាពនៃការមិនចូលរួមគោរពច្បាប់ចរាចរណ៍ខ្ញុំគិតថាបើមួយថ្ងៃមួយក្នុងទឹកដីស្វាយរៀងវាអាចឈានចូលមួយថ្ងៃទៅពីរដែរថ្ងៃណាខ្លះក៏អត់ដែរឡើយបើវាយមួយអាស្មាមួយឆ្នាំ365នាក់ហើយចុះបើគិតទូទាំងប្រទេស25ខេត្តក្រុងបងប្អូនយក365គុណនឹង25មើលមនុស្សឡើងដល់ប្រមាណណាមនុស្សឡើងដល់ប្រមាណច្រើនបងប្អូនដូចខ្ញុំតែងតែលើកឡើងចឹងទៅពេកផ្លូវការរបស់អគ្គស្នងការបានចេញសេចក្តីបំភ្លឺមកថាគាត់តែ6ខែមនុស្សស្លាប់700នាក់ជាងទូទាំងប្រទេសនឹងចាប់ពីខែ1ដល់ខែ6ស្លាប់700នាក់ជាងហើយចុះបើសិនជានៅ6ខែពីខែ6ដល់ខែ7ដល់ខែ12ប្រហែលទៀតអញ្ចឹងវាចូល1000នាក់ជាងបងប្អូនហើយបើ700នាក់ជាងការកូនល្មមហៅមកចូលរួមកម្មវិធីអ្នកខ្លះអត់មានភ្ញៀវដល់ថ្នាក់ហ្នឹងអត់មានភ្ញៀវដល់ថ្នាក់ហ្នឹងតែឲ្យចុះបើមួយឆ្នាំលេង1000នាក់ជាងមិនស៊ីប្រហែល100តុកជាងបងប្អូនបាទចឹងវេទនាណាបងប្អូនសេចក្តីស្លាប់នេះគ្មានវិណាចង់ឃើញមានវិណាចង់យល់ចង់ស្គាល់ចង់ដឹងទេប៉ុន្តែទន្ទឹមនឹងការមិនចង់យល់មិនចង់ស្គាល់មិនចង់ដឹងនោះខ្ញុំចង់ផ្ដាំទៅនោះបងអស់លោកជំទាវណាលោកអុកញ៉ាឯកឧត្តមទីប្រឹក្សាតាមដងផ្លូវទាំងអស់សូមជួយកលែងមើលផងទៀនណាឯកឧត្តមលោកជំទាវលោកស្រីទៅនាងកញ្ញានៅតាមដងផ្លូវជិះម៉ូតូណាព្រោះគាត់ពេលខ្លះទៅគាត់បង្ហាញបាទរូបរាងកាយដល់នឹងអត្តចរិតនោះថាសង្ហារបស់គាត់ណាបាទមើលយើងមើលទៅសង្ហាជិះម៉ូតូទេបើបងអូនស្រីទេគេធ្វើកាច់ជាកតែហើយគេដាក់អាទូរស័ព្ទគេពីខាងក្រោយឡើងអាទៅមើលអាបងស្ទាវអាក្មួយស្ទាវអាបងប្អូនស្ទាវទៅគេឆាបចុះឆាបឡើងគេតិចលិចតិចឡើងគេឃើញនារីអូយនិយាយថាពីទេលយនោះលយបងប្អូនអើយនោះប៊ីទៀតណាបាទលយនោះលយបងប្អូនអើយបាទបងអូនស្រីទៅគេជិះហើយអាម៉ូតូស្គប់ពីអាតាន់សម័យអា2025 26ត្រីមសងឯនោះបងប្អូនគេធ្វើអាកតេតហើយគេចាក់លិចចាក់កើចាក់ជើងចាក់ច្បងហើយអាទូរស័ព្ទគេនៅអាកតេតនៅចកេះបងប្អូនអូយនិយាយពីសង្ហាបន្ទាប់ពីសង្ហាមិនទាន់បានមកប្រព្រឹត្តភ្នែកកលែងមកឃើញដួលប្រាវហុយដីអាសពងដាច់មុខដាច់មាត់ស្រែកមកតែឈឺណាស់បាទស្រែកមកតែឈឺណាស់បងប្អូនចិត្តអែបខាងស្រែកថាបងកៅរ៉ាឌីជួយហៅឡានពេទ្យផងធ្ងន់ណាស់ណែវាអញ្ចឹងបងប្អូនអញ្ចឹងបានថាបងប្អូនណាសេចក្តីសុខទាំងអស់នេះគ្មានប្អិនគ្មានព្រះអង្គទេវតាប្រព្រំយមយៈណាយកមកដាក់លើបាតដៃជូនដល់កម្មចន្ទាចាស់បងប្អូនប្រជាពលរដ្ឋទេមានតែបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះដែលជាអ្នករកសេចក្តីសុខចែករំលែកឲ្យគ្នាក្នុងនាមជាមនុស្សជាតិក្នុងនាមជាប្រជាពលរដ្ឋក្នុងនាមជាអ្នកប្រើប្រាស់ដងផ្លូវតែប៉ុណ្ណោះហើយចុះបើយើងទាំងអស់គ្នាគិតតែពឹកតេតចុះកតេតឡើងណាកតេតចុះកតេតឡើងចរិតស្មើមន់ផងបងប្អូនណាអេនលិចអេនកើតកឆេងចេះកឆេងចុះអើយបងប្អូនហើយបាទហើយមួយថ្ងៃមួយថ្ងៃពីរបើមិនស្លាប់ក៏បុករះប៉ះតកិច្ចបើមិនស្រាលក៏ធ្ងន់ហើយកលេចតាណាយកតណៃបងប្អូនបើមួយថ្ងៃយើងចង់តែទាំងអស់គ្នាបងប្អូនកលេចក៏មើលក្រុមគ្រួសាររបស់បងធីនេះវិញឥឡូវភរិយារបស់គាត់ក៏បានមកដល់ទីតាំងចំណែកត្រីក៏បានរើសស្ទើរតែទាំងអស់ណាចំណែកត្រីក៏រើសបានស្ទើរតែទាំងអស់មានត្រីស្លាប់ត្រីរស់ហើយត្រីនេះប្រហែលជាចូលរួមដំណើរទៅធ្វើបុណ្យធ្វើទានជាមួយគាត់ក៏ថាអាចទៅបានបងប្អូនណានេះខ្ញុំមិនបានតែនិយាយប្រមាថបាតទានដល់ជីវិតសត្វត្រីទេបាទត្រីនេះគឺរួមដំណើរតាប់តាំងពីផ្ទះរហូតដល់គាត់លាចាកលោកនៅលើដងផ្លូវដែលស្ថិតនៅខាងភូមិក្បាលខ្នល់ឃុំកណ្ដៀងរាយស្រុកស្វាយទៀបនៅខេត្តស្វាយរៀងណាបងប្អូនឃើញអត់ឃើញទេបាទរួមដំណើរជាមួយគាត់បាទព្រោះគាត់ជាអ្នកដើរជីវករលក់ត្រីបោះអមោយឲ្យភ្ញៀវអីចឹងទៅបាទឥឡូវនេះប្រហែលជារួមដំណើរទៅធ្វើបុណ្យធ្វើទានជាមួយគាត់ក៏អាចថាទៅបានព្រោះវាមិនទាន់ខូចមិនទាន់ខាតត្រង់ចំណុចប្រការណានេះមួយទេវាអាចទៅធ្វើបុណ្យបានបាទអញ្ចឹងខ្ញុំបាទកៅរឌីមកមើលណាមានតែសូមចូលរួមរំលែកទុកជាមួយក្រុមគ្រួសារនៃសពនៅក្នុងពេលវេលាដ៏ក្រៀមក្រំដែលយើងទាំងអស់គ្នាមិនអាចទទួលយកបាននេះមួយទៀតក៏សូមជូនពរដល់ដួងវិញ្ញាណកាន់បងប្រុសទៅកាន់សុខទៅភពកំបីគ្លៀងគ្លៀតខ្លាយបើសិនជាមានជាតិក្រោយសូមកុំឲ្យ
อายุใครก็ជាតិនេះទៀតបងណាកុំឲ្យអាយុខ្លីដូចជាតិនេះទៀតអញ្ចឹងសូមអរគុណច្រើនបងប្អូនខ្ញុំបាទកំពុងតែផ្សាយនេះបានការឧបត្ថម្ភពីហាងម៉ូតូកៅរឌីពីកញ្ចប់សេវាកម្មបងរំលោះទិញដាច់វាយដូរឡានម៉ូតូទូរស័ព្ទដៃកង់3ហ៎ចាក់ឥឡូវទម្លាក់ឲ្យប្រពន្ធទៅបើគេមិនឲ្យលុយចាក់សាំងហ្នឹងអំបិលឥឡូវឲ្យប្រពន្ធអ្នកចូលលក់បងប្អូនខ្ញុំដើរយកព័ត៌មានអធិស្ឋានបងប្អូនណាបាទអធិស្ឋានបាទឧបត្ថម្ភដោយហាងម៉ូតូកៅរឌីពីកញ្ចប់សេវាកម្មបងរំលោះទិញដាច់វាយដូរឡានម៉ូតូទូរស័ព្ទដៃកង់3បាទទីតាំងហាងកៅរឌីនៅខាងលិចតំបន់ជីការីសតដើមពោស្វាយរៀន500ម៉ែត្រនៅជញ្ជើងផ្លូវផ្លាកយហៅកៅរឌីលេខទូរស័ព្ទទំនាក់ទំនង012និង016 437481 012និង016ក្បាលខុសគ្នាលេខកតុយដូចគ្នាបងប្អូនណាបាទ437481 096និង097 7890907បងប្អូនទទួលបានទេបាទ096និង097 7890907បងអើយបងអើយក្រៅទៅស្ទះណាឡើងលឿនតិចទៅបងអូឡើងលឿនតិចទៅចុយបាទគាត់កលេចកលេចទាំងគេទាំងយើងគេឃើញកលេចទៀតបាទបងប្អូនយកមកខ្សែទៀតដៃជាប្រព័ន្ធលេខ Telegram 088លេខ6ការ៉េ924បងប្អូនសេវាកម្មបងរំលូនក្នុងហាងកៅរឌីដាក់ស្រួលដកស្រួលអត់ប៉ះពាល់ពេលវេលាធ្វើការថែមម៉ោងសម្រាប់បងប្អូនកម្មការនេះទេបងប្អូនណាបាទចំណាយពេលតែ15នាទីពិសេសព័ត៌មានលម្អិតមានការ promotion discount ថែម2ជូនយ៉ាងពិសេសសម្រាប់បងប្អូនអតិថិជនគ្រប់គ្នាចឹងបងប្អូនជួយគាំទ្រដល់ខ្ញុំបាទកៅរឌីផងណាបាទគាំទ្រយ៉ាងម៉េចគាំទ្រជួយទិញជួយលក់បងរំលោះអីចឹងវាយដូរអីចឹងបងប្អូនត្រូវការលក់ឡានលក់ម៉ូតូអាចជួយយកលក់បាននៅហាងកៅរឌីណាបាទនៅហាងកៅរឌីជួយយកលក់ផងហ្នឹងហើយដើម្បីឲ្យខ្ញុំបានចំណេញតិចតួចស្រួលច្រាំងយ៉ាងណាយ៉ាងណីនោះទៅធ្វើការងារសង្គមតាយកព័ត៌មានចែករំលែកជួយនៅបាទដល់បងប្អូនទីខ្សត់ក្រដូចទៅជាមួយបងប្អូនមានតម្រូវការហ្នឹងបាទតោះក៏លេខមកមើលបងស្រីនិងក្រុមគ្រួសាររបស់គាត់មួយប្រព្រឹត្តផ្នែកទៀតបានហើយខ្ញុំនឹងមកចប់បងប្អូនណាបាទឥឡូវនេះបងទីគាត់អាយុប្រហែលទេបងបងឯងត្រូវជាប្រពន្ធទេអូនទេហើយចាំមីអូនកូនអាបើនោះត្រូវក្មួយដែរក្មួយទាំងអស់ប្រពន្ធគាត់មកទេអូយពងមកទៀតបាទមើលគាត់ប្រហែលជាបើមើលចិត្តចេះប្រហែលជា60ជាងបងប្អូនបាទខ្ញុំមើលទៅថាដូចជាខ្សែដបងឡើយគាត់នៅគៀបជាប់ល្មមខ្ញុំថាប្រហែលជាតង50ជាង54 55ហ្នឹងតែទៅពេលមកមើលចិត្តបានដឹងថាគាត់ប្រហែលជា60ជាងហើយបងប្អូនដាច់បងប្អូនដាច់អធិស្ឋានខ្ញុំទៅកន្លែងទៀកនោះឡើងដាច់ទៅបាទអញ្ចឹងយើងទៅចិត្តគាត់សភាគាត់មិនបានទេបងប្អូនណាវាអត់មានសេវាបាទអញ្ចឹងគាត់នៅតែបន្តសកម្មភាពនៃការរកទទួលទានអញ្ចឹងដើម្បីជីវិតក៏ដូចជាក្រុមគ្រួសាររបស់គាត់តែទីបំផុតចង្កូមមកជារាជដល់ខូខើមិនអាចអនុគ្រោះឲ្យគាត់រស់នៅជួបក្រុមគ្រួសារទៀតបានទេគឺត្រូវបានឆក់យកពីលើលោកនេះទៅលោកខាងមុខហើយអញ្ចឹងជីវិតបងប្អូនមើលមិនឃើញទេហើយមួយវិញទៀតគឺក្រុមគ្រួសាររបស់គាត់គឺមិនទាន់មកដល់ទេមកដល់នេះតែប្អូននិងក្មួយទេណាមកដល់នេះតែប្អូននិងក្មួយទេប្រពន្ធរបស់គាត់ក៏មិនទាន់មកដល់កូនបកើតរបស់គាត់ក៏មិនទាន់មកដល់ទៀតហើយចំណែកទៅលើដងផ្លូវបាទជាតិលេខ1ថ្ងៃនេះគឺពោពេញទៅការកកស្ទះទៀតហើយនៅខាងភូមិក្បាលខ្នល់សង្កាត់ជាសង្កាត់ឃុំភូមិក្បាលខ្នល់ឃុំកណ្ដៀងរាជស្រុកស្វាយទាបនៅខេត្តស្វាយរៀងអញ្ចឹងបងប្អូនសូមមេត្តាចូលរួមបន្តសកម្មភាពនៅសេចក្តីល្អអំពើល្អចែកចម្លែកនៅស្នាមញញឹមឲ្យគ្នាទៅវិញទៅមកជាមួយនឹងការអត្ថាធិប្បាយរបស់ខ្ញុំណាបងប្អូនណាបាទជួយ like ជួយ share ជួយ follow account page KH Play News និងកៅរឌីម៉ូតូសបដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍នេះមកគាត់នេះបងប្អូនមកគាត់ឈប់មើលហើយនោះមកពីច្រាស់បងប្អូនមកញ័រជើងពីច្រាស់បងប្អូនណាបាទហើយនេះទៅពីច្រាស់ជាងអត់ទៅគេទៅត្រង់គេជាគាត់ជាងទៅគាត់ងាកទៅមើលនឹងមើលឥឡូវចេះគាត់ងាកទៅមើលនោះសាកសពទៅគាត់ធ្វើដូចមិនដឹងថាគាត់កំពុងតែបច្រាស់ភ្លេចខ្លួនណាបងប្អូនគាត់កំពុងតែបច្រាស់ហើយបាទហើយមានដុបយាយរបស់គាត់ទៀតថាគាត់មានការព្រួយបារម្ភចូលរួមឈឺឆ្អាលហើយខ្ញុំយល់ប៉ុន្តែធ្វើមិនលុះត្រាតែបងប្អូនត្រូវតែចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាមិនមែនអញ្ចឹងទេបងប្អូនបាទខ្ញុំយល់ថាបងប្អូនព្រួយបារម្ភយ៉ាងថាមើលទៅក៏លោកស្គាល់បាទប៉ុន្តែទន្ទឹមនឹងបងប្អូនដុបប្រពន្ធដុបអីចុះបឡានមនុស្សមកទៅវាមិនមកទៅវាមានបញ្ហាទៀតអញ្ចឹងអរគុណច្រើនបងប្អូនណាបាទបើសិនជាបងប្អូនគាំទ្រដល់ខ្ញុំបាទសូមមេត្តាជួយ like ជួយ share account page KH Play News និងកៅរឌីម៉ូតូសបក៏ដូចជា page ដទៃឲ្យតែឃើញរូបខ្ញុំបាទបងប្អូនជួយ share ជួយ like follow ផងបាទចឹងអរគុណច្រើនខ្ញុំបាទកៅរឌីសូមបញ្ចប់ប៉ុណ្នេះបងប្អូន like មុនគេនៅក្រោយគេបាទដោយសារអីនិយាយមិនទាន់អស់ពាក្យទេបងប្អូននៅមានពាក្យច្រើនណាស់មានតាំងពីអាពាក្យឈឺចាប់អាពាក្យក្រោកគ្រៀតអាពាក្យក្តៅក្រហាយប៉ុន្តែខ្លាញ់ខ្លះគឺមិនអាចនិយាយបានគឺអត់ហ៊ាននិយាយខ្លាចបងប្អូនតែអានឹងគ្មានសំសិលធម៌វិជ្ជាជីវៈចឹងនិយាយទៅបានណាគេថានិយាយឲ្យព្រោះស្ដាប់ឲ្យគួរយកជាទីស្ដាប់បានណាហើយបងប្អូនណាស្ដាប់បានយកជាគំរូបានជាសម្រាប់ស្ដាប់